នៅក្នុងអេពីសូតទី23របស់យើងទីងឈីងបន្តថាចំពោះផ្លូវមួយនេះមិនដែលមាននរណាម្នាក់ដើរនោះទេហើយអ្នកទាំងពីរក៏មិនមាននៅព្រលឹងទិវភាពនោះដែរតើនឹងមានរឿងអ្វីកើតឡើងបន្ទាប់ពីរូបកាយអ្នកទាំងពីរត្រូវបានរលាយយ៉ាងយ៉នមិនថាមានអ្វីកើតឡើងក៏ដោយពេលសុខចិត្តទទួលសួរទៅកាន់សៅយេនាងក៏និយាយថានៅពេលនេះគុជខ្យងវិញ្ញាណរបស់នាងលែងអាចធ្វើការបង្រួមវាទៀតបានហើយពួកគេភ្ញាក់ផ្អើលមែនតែនយ៉ាងយ៉នប្រាប់ថាកុំលេងសើចណានៃពេលនោះស្រាប់តែព្រលឹងរបស់ពួកគេបានចេញពីរូបកាយនាំឲ្យមានការឆ្ងល់មែនតែនទីងឈីងប្រាប់ថាសាច់នៅលហិតប្រៀបដូចជាទូកស្មារតីដែលគ្មានរូបកាយវាដូចជាស្ថិតចូលទៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយហើយនឹងរសាត់បាត់ទៅនៅក្នុងពេលឆាប់នេះនៅទាំងពីរចាប់ដៃគ្នាទៅកុំឲ្យវិញនិងចាំផងដែរថាមិនថាជួបអ្វីនោះទេកុំឲ្យដៃរបេះចេញពីគ្នាអីសោះហើយឆាប់រកវិធីដើម្បីវិលត្រឡប់មកវិញឲ្យឆាប់រហ័សចំពោះរាងកាយរបស់អ្នកទាំងពីរនាងក៏ធ្វើវាមានស្ថិរភាពជាមុនសិនប៉ុន្តែនៅពេលនោះស្រាប់តែរាងកាយអ្នកទាំងពីរបានលេបបាត់ទៅនាំឲ្យពួកគេផិតភ័យកាន់តែខ្លាំងខណៈពេលនោះផងដែរស្រាប់តែមានអ្វីទេបានស្រូបព្រលឹងអ្នកទាំងពីរចូលទៅជាហេតុនាំឲ្យដំណើរនៃការស្រូបហ្នឹងអ្នកទាំងពីរហាក់ដូចជាបានឆ្លងកាត់នៅទស្សនវិជ្ជាដូចជាអ្វីដែលយើងបានឃើញហ្នឹងឯងឬអ្នកទាំងពីរក៏បានចូលមកកាន់លំហពណ៌សជាងយ៉ាងសួរថានៅអ្វីទាំងអស់នេះតើយើងបានឃើញវាដែរទេនាងប្រាប់ថាវាក៏ជាចង្កៀងវិលព្រោះតែគេថាមុនពេលដែលមនុស្សស្លាប់ពួកគេនៅមើលឃើញនៅអ្វីទាំងអស់ដែលពួកគេបានឆ្លងកាត់ការពីជីវិតរបស់ពួកគេនៅរស់ជាងយ៉ាងប្រាប់ថាប៉ុន្តែកន្លែងទាំងអស់នោះគេមិនដែលទៅទេហើយក៏សួរថានៅពេលនេះយើងងាប់នៅនាងក៏ប្រាប់ថាវានៅក្បែរប៉ំយើងពេញចំណឹកស្មានថានាងមកស្លាប់ជាមួយជាងយ៉ាងនោះទេជាងយ៉ាងប្រាប់ថាវាជាការសំណាងបុគ្គលនៃជាតិក្រោយព្រោះតែគេមិនចង់ឲ្យនាងមកទាបំណុលពីគេនោះទេកន្លែងពេលនោះស្រាប់តែសម្ដីមួយបានស្ដាយថាចិត្តងាប់ទៅហើយនៅតែកាន់ដៃគ្នាម្លែងទៀតតំណាក់តំណងអ្នកទាំងពីរពិតជាល្អមែននៅពេលនោះអ្នកទាំងពីរក៏បានចូលទៅក្នុងសមុទ្រវិញ្ញាណរបស់អន្តរីកំពូលជាងយ៉ាងក៏បានសួរថាអ្នកណាសម្លេងប្រាប់ថាមេកណិចថាមកពោវិញ្ញាណហើយក៏ប្រាប់បន្ថែមការប្រែប្រួលកើតឡើងនៅពេលដែលពួកឯងរំលាយរាងកាយវាក៏បានដាស់ឲ្យយើងភ្ញាក់ឡើងនៅពេលនោះអន្តរីកំពូលក៏បានធ្វើកម្មបង្ហាញឲ្យពួកគេឃើញអ្នកទាំងពីរឃើញហើយក៏បកការវាយប្រហារប៉ុន្តែគ្មានអ្វីកើតឡើងនោះទេហើយគាត់ក៏និយាយថាពួកឯងក៏ស្ថិតនៅក្នុងស្ថានភាពនេះដែរនៅតែចង់កាត់អំពីការសម្លាប់ទៀតមែនទេអ្នកទាំងពីរក៏នៅតែបន្តព្យាយាមនៅក្នុងការវាយប្រហារនៅតែមិនអាចធ្វើអ្វីបានអន្តរីកំពូលប្រាប់ថាគុំព្យាយាមអត់ប្រយោជន៍អីបញ្ចេញជាមួយនឹងអំណាចគៀបសង្កត់ប្រាប់ថាយើងជាដូនតារបស់ពួកឯងល្បីតូចតាចទាំងអស់នេះមិនអាចធ្វើអ្វីយើងបាននោះទេជាងយ៉ាងសឹងតែមិនគួរជឿនោះទេបើអញ្ចឹងមែនមានតែគាត់ជាមនុស្សមកពិភពតែមួយជាមួយនឹងពួកគេដែរចំណែកសៅយេគាត់ថាគាត់ជាមនុស្សបោះប្រាស់អន្តរីកំពូលប្រាប់ថាអរិយធម៌ទាំងអស់ដែលបានកើតឡើងនៅក្នុងសកលលោកមួយនេះវាសុទ្ធតែកើតឡើងដោយសារតែគាត់ហើយនេះហើយការដែលហៅគាត់ជាបុព្វបុរសវាមិនលើសលប់ទេហើយនេះចឹងគាត់ក៏បានសួរថាអញ្ចឹងលោកជាព្រះមែនទេគាត់ប្រាប់ថាព្រះមែនទេវាមិនសមតទៅសោះគូតែនិយាយថាព្រះដ៏អស្ចារ្យល្អជាងហើយគាត់ក៏បានប្រាប់បន្ថែមថាគាត់ជាមេដឹកនាំនៃកាយសៀនឡុងជាម្ចាស់នៃច្បាប់ទាំងអស់ត្រួតត្រាទៅលើចក្រវាលជាអ្នកដែលបានដាក់ឈ្មោះទៅលើកាយទាំងឡាយនិងព្រមទៅបានកសាងអរិយធម៌រាប់មិនអស់ទីយ៉ាងណាក៏ដោយសៅយេនាងក៏មិនជានោះទេហើយនេះគាត់ក៏បានប្រែក្លាយពួកគេឲ្យផ្លាស់ប្ដូរសម្លៀកបំពាក់ពិតឬក៏និយាយប្រាប់បន្ថែមថាសៅយេនាងធ្លាប់បានផ្លាស់ប្ដូរព្រលឹងទេវភាពដើម្បីរូបកាយអមតៈចំណែកចាងយ៉នវិញលះបង់ព្រលឹងទេវភាពរបស់គេក៏ដើម្បីតែអាប់ដេតនៅបច្ចេកវិទ្យាហើយគាត់ពិតជាមិនដឹងទៀតថាពួកគេទាំងពីរជាមនុស្សសម្ងាត់របស់អ្នកណាទេនៅក្នុងនិកាយសិនឡុងយ៉ាងយ៉នបន្តថាពួកយើងខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងបិសាចនៃភាពទទេសៅយេបន្តថាលោកមានអំណាចខ្លាំងប៉ុន្តែលោកអបដៃចូលមកបិសាចភាពទទេធ្វើបាបពួកយើងគាត់ប្រាប់ថាចំណន់នីមួយៗមានតែបញ្ហាប្រឈមរៀងខ្លួនភាពទទេមិនមែនជារឿងដែលមិនអាចយកឈ្នះបាននោះទេនោះក៏ដោយសារតែពួកឯងភ្លេចនៅអំណាចសំខាន់បំផុតនៃពេលនោះគាត់ក៏បានញ៉ាំតែអស់ហើយប្រាប់ទៅកាន់ពួកគេជាឆុងតែឲ្យគាត់បន្តិចទេយ៉ាងយ៉នមានការឆ្លងមែនតែនឲ្យញ៉ាំឆុងតែនៃពេលនោះសៅយេនាងក៏ហាក់ដូចជាយល់តាមពិតចំណុចនៃការចាប់ផ្ដើមអរិយធម៌វាចាប់ផ្ដើមពីការបង្កាត់ភ្លើងឲ្យដាំទឹកដែលពេលពុះបានល្អហើយអ្វីគ្រប់យ៉ាងវាប្រកបជាប្រសើរនៃពេលនោះយ៉ាងយ៉នក៏បញ្ចេញធម៌ពលភ្លើងនៅក្នុងការបង្កាត់ដាំទឹកព្រាមដូចស្រាប់តែឆ្នាំងមានតែការផ្ទុះខូចខាតសៅយេក៏បានថាឲ្យគេមិនចេះនោះទេចេះតែពីខាងកាប់ចាក់តែប៉ុណ្ណោះរួចហើយនាងក៏ចាប់ផ្ដើមបង្កាត់ភ្លើងហើយក៏ដាំទឹកឆុងចេញជាតែចាក់ចូលទៅក្នុងពេញហើយតែឲ្យអត្រីកំពូលហើយគាត់ក៏បានសរសើរថាមិនអន់ទេប៉ុន្តែនៅពេលដាក់ចូលមកទៅស្រាប់តែឆ្លក់ចេញសួរថាតើនេះគឺជាតែរបស់មនុស្សផឹកមែនទេយ៉ាងយ៉នក៏និយាយពីការចងចាំរបស់គេដែលមេបាក់ជាវគាត់បានសរសើរថាសៅយេនាងគឺជាមេផ្ទះដ៏ចំណានមួយអ្វីដែរនៃការចម្អិនម្ហូបរបស់នាងគឺក៏សរសើរប៉ុន្តែមិនបានជាតែនេះលោកថាមិនឆ្ងាញ់អត្រីកំពូលប្រាប់ថាទោះបីជារសជាតិវាមិនអាចទទួលយកបានប៉ុន្តែវាក៏មានប្រសិទ្ធភាពនៅក្នុងការសម្អាតចិត្តនិងធ្វើឲ្យព្រលឹងមានភាពស្រស់ថ្លានេះគេចាត់ទុកថានាងមានការខំប្រឹងប្រែងខ្លះដែររួចក៏ចាប់ផ្ដើមបញ្ចេញលើប្រព័ន្ធប្រាប់ថាមនុស្សពីអ្នកនេះគួរចាប់អារម្មណ៍ចឹងហើយជួយពួកគេដាស់ព្រលឹងទិដ្ឋភាពរបស់ពួកគេតែសៅយេក៏សួរថាតើគេជានរណាគេបានប្រាប់ថាខ្ញុំគឺជាកូនចៅរបស់មេដឹកនាំនៃកាយសិនឡុងជាសាក្សីនៃប្រភពច្បាប់ទាំងអស់ក៏ដូចជាឈ្មោះរបស់ផ្កាយទាំងឡាយព្រមទាំងអរិយធម៌រាប់មិនអស់នៅពេលនេះយើងពិតចង់ដឹងមែនតើថាតើពួកឯងទាំងពីរមានចំណុច
អ្វីខ្លះទេទៅបានជាចវាយរបស់យើងមានតែការចាប់អារម្មណ៍តើរូបកាយរបស់ពួកឯងនៅទីណាទៅជាងយន់ប្រាប់ថាផ្ទុះអស់ហើយគេក៏បន្តសួរហេតុអ្វីបានជាពួកឯងមិនមាននៅព្រលឹងដទេវភាពសោយប្រាប់ថាមិនដឹងទេកើតមកវាចឹងគាត់ក៏និយាយថាគ្មានព្រលឹងទេវភាពផ្ទុយទៅវិញព្រលឹងទេវភាពរបស់ពួកឯងត្រូវបានបង្ក្រាបនៅក្នុងទីកំបាំងដែលមិនបង្ហាញគ្រាន់តែរកវិធីសាស្ត្រដើម្បីឲ្យពួកវាភ្ញាក់ឡើងហើយក៏ចាប់ផ្ដើមបញ្ចេញនូវចំហាយពណ៌ស្វាយប្រាប់ថាជារបស់ល្អចំពោះរូបកាយរបស់ពួកឯងពិតជាមានពរជ័យណាស់លោកម្ចាស់របស់យើងមានជំនាញពិសេសនៅក្នុងសកលលោកនេះគឺជាការបង្កើតរូបកាយដែលផ្ទាល់ដៃប៉ុន្តែទោះបីជាតំណែងតំណងរបស់ពួកឯងល្អក៏ដោយក៏ពួកឯងទាំងពីរមិនចាំបាច់កាន់ដៃគ្នាជាប់ចឹងដែរនៅពេលបានលឺសូរបែបហ្នឹងហើយអ្នកទាំងពីរក៏ប្រឡែងទៅនៃវិនិច្ឆ័យស្រាប់តែចាប់អារម្មណ៍ថាទីងឈៀងទៅណាទៅនៅខាងក្រៅទីងឈៀងព្រមជាមួយសងយ៉ាងកំពុងតែយំទួយសោកនាងក៏បន្ទោសខ្លួនឯងអ្វីគ្រប់យ៉ាងមកពីនាងមិនបានគិតគូរឲ្យបានច្បាស់លាស់តែបានជាបណ្ដាលអ្នកទាំងពីរស្លាប់ទៅទេបែបនេះសូម្បីតែកំទេចសាកសមមកបៀកក៏គ្មានសងយ៉ាងក៏ស្រែកថាយ៉នកើលោកក៏ពិតជាចិត្តដាច់មែនតែចោលពួកយើងទាំងបែបនេះថាតំណែងផ្កាយស៊ីវ័យទុកឲ្យអ្នកណាទៅខ្ញុំត្រូវទទួលបន្ទុកចំនួនលោកហើយដេកផ្ដួលស្រាប់តែកន្លែងទៅឃើញអ្នកទាំងពីរនៅខាងក្រោយសងយ៉ាងក៏ខ្សឹបប្រាប់ទៅកាន់ទីងឈៀងហាក់មើលទៅវិញ្ញាណអ្នកទាំងពីរមិនទាន់ទៅណាឆ្ងាយនោះទេទីងឈៀងមិនជឿឡើយប៉ុន្តែនៅពេលនោះសោយក៏បានធ្វើការបន្លាយសងយ៉ាងរហូតដល់គេស្លាប់ទើបនាងបែរមកស្រាប់តែភ្ញាក់ផ្អើលសួរថាតើពួកឯងជោគជ័យហើយមែនទេព្រោះតែអារម្មណ៍របស់ខ្ញុំដឹងពីព្រលឹងទិដ្ឋភាពរបស់ឯងទោះបីជាវាទន់ខ្សោយដូចជាក្មេងអាយុ3ឆ្នាំក៏ដោយប៉ុន្តែវាក៏មានសមត្ថភាពនៃការវឹកហាត់រួចទៅហើយប្រាវចាងយ៉នបញ្ចេញសមត្ថភាពរបស់គេមកនៅពេលនោះគេបានធ្វើការបញ្ចេញវេទមន្តបាល់ភ្លើងដែលជាជំនាញដ៏សាមញ្ញបំផុតគ្រាន់តែក្រវះទៅក៏អាចធ្វើការដុតបំផ្លាញផ្ទះមួយខ្នងដែលបំរើអធិរាជកម្ពុជាសារថាប៉ុណ្ណេះគ្រប់គ្រាន់សម្រាប់ពួកឯងប្រើប្រាស់ហើយទិញឈៀងលន់មកថាអំណាចនៃអាណាចក្របំផ្លាញព្រះមែនទេជាងយ៉នសួរអ្នកបំរើអធិរាជតើគាត់បានធ្វើអ្វីមុននេះគាត់ប្រាប់ថាមិនបានធ្វើអ្វីទេគ្រាន់តែក្រវិញ្ញាណតូចមួយដែលត្រូវបានបង្ហាត់ផ្ទុកនៅធម្មពលវិញ្ញាណដ៏ទេវភាពរយៈពេល3លានឆ្នាំតែប៉ុណ្ណោះស្របពេលជាមួយគ្នាប្រសូតរបស់យើងក៏ស្លែងកន្លែងហ្នឹងឯង